បងប្អូនដែលចង់ដឹងពីវិធីបំពងសាច់ជ្រូកមិនឲ្យស្រួយល្អស្រួយទាំងស្បែកស្រួយទាំងសាច់ហើយមានរសជាតិឆ្ងាញ់ទៀតអាចមើលក្នុងវីដេអូនេះបានហើយបងប្អូនអ្នកខ្លះដែលធ្លាប់តំពងចេញមកស្បែកជ្រូករឹងអីអាចមើលតាមវិធីដែលខ្ញុំបានប្រាប់បានហើយក្នុងនោះក៏មានបង្ហាញពីវិធីធ្វើទឹកជ្រលក់អង្គលីងសម្រាប់ញ៉ាំជាមួយសាច់ជ្រូក3ជាន់ពងនឹងដែរចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាសាច់ជ្រូក3ជាន់នឹងឯងបងប្អូនអាចទិញជាប្រទេសរៀងស្ដើងដូចខ្ញុំអញ្ចឹងក៏បានឬក៏ទិញអាកម្រាស់ក្រាស់ហ្មងក៏បានដែរហើយបន្ទាប់មកចាំយើងដំខ្ទឹមស2 3កំពឹសដំវាឲ្យបែកមកជាមួយនឹងជីវ៉ាន់ស៊ុយយើងកាត់យកទៅរឹសវាណាបងប្អូនរឹសហ្នឹងក៏យើងដំវាឲ្យបែកដែរដើម្បីវាចេញក្លិនឈ្ងុយល្អហើយចាំយើងដាក់ដាំទឹកមួយល្មមមកដើម្បីទុកស្ងោរសាច់ជ្រូកបន្ទាប់ពីទឹកពុះហើយយើងដាក់គ្រឿងដែលយើងបានដំមិញហ្នឹងបងប្អូនហើយខ្ញុំបន្ថែមអំបិលហ្នឹងចំនួន1ស្លាបព្រាកាហ្វេហើយនេះគឺជាស្រាចិនណាបើសិនជាបងប្អូនមានចាំដាក់បើអត់មានក៏អត់ដែរអាហ្នឹងយើងដាក់ដើម្បីឲ្យសាច់ជ្រូករបស់យើងមានក្លិនឈ្ងុយហើយវាឆាប់ផុយល្អទៀតបន្ទាប់ពីខ្ញុំស្ងោរប្រហែលជាតែ6 7នាទីទេបងប្អូនគឺផុយល្អមែនទែនដោយសារតែយើងបានប្រើស្រាចិនដែរអញ្ចឹងណាតែបើសិនជាបងប្អូនអត់ប្រើទេអាចដល់10នាទីអីអញ្ចឹងទៅហើយសាច់ជ្រូកហ្នឹងបន្ទាប់ពីខ្ញុំទុកវាឲ្យចុះត្រជាក់បន្តិចក៏យើងយកវាមកចាក់បងប្អូននិយាយទៅចាក់ឲ្យសុះសាច់ហ្មងកុំឲ្យនៅសល់និយាយទៅយើងចាក់កន្លែងស្បែកហ្នឹងចាក់កាន់តែសោះបំពងទៅកាន់តែស្រួយល្អប៉ុន្តែបើសិនជាបងប្អូនចាក់ទៅបន្តិចទេគឺវាអត់សូវឡើងស្រួយទេហើយបន្ទាប់មកយើងស្រោចទឹកខ្មេះបងប្អូនទឹកខ្មេះធម្មតាហ្នឹងស្រោចពីលើកន្លែងស្បែកវាមកហើយបន្ថែមជាមួយនឹងអំបិលសធម្មតាហ្នឹងខ្ញុំដាក់វាជិត1ស្លាបព្រាកាហ្វេហើយយើងលាបទៅលើផ្នែកស្បែកហ្នឹងបងប្អូនកុំភ័យថាពេលយកទៅបំពងទៅប្រៃគឺវាអត់ឡើងប្រៃទេបងប្អូនហើយបន្ទាប់មកបងប្អូនអាចយកទៅសណ្ដាប់ថ្ងៃខ្ទង់1ម៉ោងសិនមិនអញ្ចឹងទេទុកចោលក្នុងផ្ទះបាយយើងធម្មតាហ្នឹងក៏បានដែរឲ្យវាស្ងួតអញ្ចឹងណាកុំឲ្យវានៅទឹកបើចំពោះខ្ញុំគឺខ្ញុំយកទៅដាក់អាំងក្នុងម៉ាស៊ីនភ្លើងតិចអញ្ចឹងណាបងប្អូនខ្ញុំអាំងមួយខាង5នាទីហើយឆ្លៀតពេលហ្នឹងយកមកធ្វើទឹកជ្រលក់ឲ្យហើយមកដំបូងគេហ្នឹងគឺយើងកិនខ្ទឹមសខ្ទឹមក្រហមជាមួយនឹងដើមជីវ៉ាន់ស៊ុយចំពោះបងប្អូនណាមានម៉ាស៊ីនកិនទេយើងអាចច្រាំក៏បានដែរណាធ្វើអញ្ចឹងក៏បានដូចគ្នាគ្រាន់តែថាយើងកិនអញ្ចឹងទៅវារៀងលឿនបន្តិចហើយបន្ទាប់ពីយើងកិនវាបានម៉ត់ល្អហើយយើងដួសវាដាក់ក្នុងចានហើយបន្ថែមគ្រឿងហ្មងចំពោះទឹកប្រហុកនេះគឺខ្ញុំដាក់ចំនួន4ស្លាបព្រាបាយហើយបន្ថែមទឹកត្រី2ស្លាបព្រាបាយស្ករ2ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេហើយនឹងម្ទេសហុយនេះបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តហើយបន្ទាប់មកចាំយើងច្របាច់ក្រូចឆ្មាចូលឲ្យរាងច្រើនបន្តិចមកបងប្អូនហើយចាំយើងកូរច្របល់គ្រឿងទាំងអស់នឹងមកបងប្អូនអានេះដោយសារតែវារាងខាប់អញ្ចឹងហើយខ្ញុំបន្ថែមទឹកស្ងោរសាច់ជ្រូកបន្តិចដើម្បីឲ្យវារាងរាវហើយបន្ទាប់មកបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានណាបើចំពោះខ្ញុំគឺខ្ញុំថែមអំបិលបន្តិចហើយនឹងស្ករបន្តិចដោយសារវារាងស្ទើររសជាតិប្រៃផ្អែមសម្រាប់រសជាតិហ្នឹងគឺខ្ញុំយកជូរប្រៃហើយនឹងផ្អែមប៉ុន្តែបងប្អូនអាចសេរីបានទេតាមចំណង់ចំណូលចិត្តយើងជួយចិត្តមិនដាក់ប៉ុណ្្នឹងទៅហើយចុងក្រោយចាំយើងបន្ថែមអង្ករលីងយើងច្បងអង្ករលីងជាមួយនឹងទឹកជ្រលក់របស់យើងហ្នឹងឲ្យចូលជាតិសព្វសាច់សិនចុងក្រោយចាំយើងបន្ថែមជីរណាដែលយើងបានហាន់ល្អិតបន្តិចហ្នឹងមកគឺថារួចរាល់ហើយហើយបន្ទាប់ពីយើងធ្វើទឹកជ្រលក់រួចរាល់ហើយយើងមកយកសាច់ជ្រូកចេញពីក្នុងម៉ាស៊ីនហ្មងយកចេញហើយខ្ញុំទុកវាឲ្យរាងស្រស់ខ្លាញ់បន្តិចបងប្អូនទុកប្រហែលជា5នាទី10នាទីសិនចាំយើងយកវាទៅបំពងចំពោះការបំពងហ្នឹងយើងដាក់ប្រេងឆាមួយល្មមបានហើយមិនបាច់ច្រើនពេកក៏បានដែរហើយការបំពងគឺប្រើភ្លើងមួយល្មមមកបងប្អូនអត់ក្តៅខ្លាំងពេកហើយក៏អត់តិចពេកដែរហើយការបំពងសាច់ជ្រូក3ជាន់ហ្នឹងបងប្អូនមិនបាច់ចំប្រៃញឹកញាប់ពេកទេ5នាទីអីចាំយើងប្រែវាម្ដងក៏បានដែរហើយការបំពងសរុបទាំងអស់ហ្នឹងខ្ទង់ប្រហែលជា20នាទីជាងបងប្អូនយើងបំពងមើលតែសាច់ស្រួយមួយល្មមហើយបងប្អូនដាក់ផ្ងាស្បែកចុះក្រោមមកប្រហែលជា2 3នាទីទៅគឺវាចាប់ផ្ដើមឡើងអទុះអញ្ចឹងហើយបន្ទាប់ពីស្បែកឡើងពងអទុះច្រើនប៉ុណ្្នឹងហើយយើងអាចលើកដាក់ចុះបានហើយចំពោះការបំពងសាច់ជ្រូក3ជាន់ហ្នឹងបើសិនជាស្បែកហ្នឹងអត់សូវឡើងពងទេឬក៏សម្បល់វានៅរាងក្រហមមកបងប្អូនគឺវារឹងវិញវាអត់ស្រួយទេអញ្ចឹងហើយបានពេលដែលយើងចាក់ស្បែកជ្រូកជាមួយនឹងសមហ្នឹងខ្ញុំប្រាប់បងប្អូនថាឲ្យចាក់ឲ្យច្រើនឲ្យញឹកមកនិយាយទៅចាក់ឲ្យសុះសាច់ហ្មងបានវាឡើងពងល្អបើសិនជាយើងចាក់វាមើលតិចទេយើងយកទៅបំពងទៅគឺអត់ឡើងពងល្អទេបងប្អូនគឺវាទៅជារាងរឹង